សួស្តីបងប្អូនមិត្តអ្នកសិក្សាស្វាគមន៍ក៏ចូលមកកាន់ Channel Digital Learning KH នៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបកែកំហុសអក្ខរាវិរុទ្ធក៏ដូចជាពាក្យផ្សេងៗបាទដែលយើងបានសរសេរខុសនៅក្នុងអត្ថបទឯកសាររបស់យើងឥឡូវខ្ញុំបើកឯកសាររបស់ខ្ញុំមួយបាទដើម្បីធ្វើការបង្ហាញបងប្អូនជាឧទាហរណ៍បាទអញ្ចឹងនៅក្នុងលិខិតអញ្ជើញនេះបាទត្រង់បានសរសើរបាទគឺខ្ញុំសរសេរអត់មានរទេបាទអញ្ចឹងគឺខ្ញុំចង់កែពាក្យសរសើរបាទដោយពាក្យសនោះឲ្យមានរឡើងវិញបាទហើយនៅក្នុងនេះគឺយើងត្រូវកែច្រើនទំព័របាទយើងត្រូវកែច្រើនទំព័រអញ្ចឹងគឺច្រើនមែនទែនប្រសិនបើបងប្អូននៅ scroll បាទហើយយើងនៅកែគឺចំណាយពេលយូរបាទទី1ទី2យើងអាចនឹងកែអត់អស់ប្រសិនបើពាក្យនឹងនៅកន្លែងផ្សេងគ្នាបាទប៉ុន្តែសម្រាប់នៅក្នុងអត្ថបទឧទាហរណ៍នេះគឺវាមានទីតាំងដូចគ្នាអញ្ចឹងយើងងាយស្រួលបើកកែដែរទេប៉ុន្តែបើសិនណាជាពាក្យនឹងនៅសពទីកន្លែងនៅក្នុងអត្ថបទរបស់យើងដូចជានៅក្នុងរបាយការណ៍នៅក្នុងសារមាបទនិខេបបទអីគឺយើងពិបាកនឹង scroll រកណាស់បាទដូច្នេះយើងត្រូវចំណាយពេលច្រើនដើម្បីធ្វើការកែតម្រូវដើម្បីកុំឲ្យបាទចំណាយពេលច្រើនគឺយើងត្រូវធ្វើតាមវិធីដែលខ្ញុំបានបង្ហាញនេះបាទហើយមួយវិញទៀតគឺខ្ញុំចង់បង្ហាញបងប្អូនអំពីការកែតម្រូវពាក្យកុំបីខានទៅពាក្យដោយមេត្រីភាពបាទអញ្ចឹងគឺយើងចូលទៅធ្វើការកែតម្រូវទាំងអស់គ្នាបាទនៅពាក្យទាំងអស់នេះបាទដូច្នេះបងប្អូនចូលនៅក្នុង Home បាទចូលនៅក្នុង Editing ចូល Replacement បាទបន្ទាប់មកគឺយើងត្រូវវាយពាក្យខុសបាទអញ្ចឹងពាក្យខុសគឺពាក្យសរសើរអត់មានរបាទហើយយើងវាយពាក្យត្រូវមកបាទនៅត្រង់ replace with ហ្នឹងអញ្ចឹងគឺយើងសរសេរមានរមកសហ្នឹងបាទអញ្ចឹងសរសើរបាទបន្ទាប់មកគឺបងប្អូនចូល replace all ចូល replace គឺបងប្អូនចំនួនបានដងមួយបាទអញ្ចឹងយើងយក replace all មកបាទដូច្នេះយើងចំនួនបាន33 replacement បាទ all done we made 30 replacement បាទអូខេបន្ទាប់មកទៀតយើង close អញ្ចឹងបងប្អូនបើកមើលនៅត្រង់សរសើរគឺមានរហើយគ្រប់ទំព័របាទហើយគ្រប់ទំព័រតែម្ដងបាទអញ្ចឹងឲ្យតែទីតាំងណាដែលមានពាក្យថាសរសើរអត់រវានឹងចំនួនដោយពាក្យសរសើរមានរបាទមិនថានៅត្រង់ចំណុចណាទេឲ្យតែមានគឺវានឹងធ្វើការផ្លាស់ប្ដូរឲ្យយើងទាំងអស់គ្នាបាទអញ្ចឹងចំណុចមួយទៀតខ្ញុំនឹងធ្វើការបង្ហាញបងប្អូនបាទអំពីការជំនួសពាក្យកុំបីខានដោយពាក្យដោយមេត្រីភាពយើងចូលក្នុង editing បាទចូល replacement បាទនេះគឺដោយសារតែពាក្យយើងសរសេរមិញបាទអញ្ចឹងគឺយើងកែមកបាទយើងមកពាក្យកុំបីខានបាទបន្ទាប់មកទៀតគឺយើងដូរមកពាក្យបាទដោយមេត្រីភាពបាទបន្ទាប់មកយើងធ្វើការ refresh all ទៀតមកបាទអញ្ចឹងយើងចុចអូខេបាទយើង close បងប្អូនមើលបាទអញ្ចឹងពាក្យកុំបីខានយើងជំនួសបានមកដោយពាក្យដោយមេត្រីភាពបាទហើយគ្រប់ទំព័រតែម្ដងបាទឲ្យតែមាននៅត្រង់ណាគឺជំនួសបានគ្រប់ទីកន្លែងបាទមួយវិញទៀតស្តៀងគ្នានេះដែរប្រសិនបើបងប្អូនធ្វើការបាទកែតម្រូវពាក្យណាមួយឧទាហរណ៍ថាបងប្អូនវាយអត្ថបទណាមួយបន្ទាប់មកអត្ថបទជាក់ស្ដែងអត្ថបទនេះគឺខ្ញុំជាគំរូដដែលបាទប៉ុន្តែបើសិនណាជាបងប្អូនវាយនៅក្នុងអត្ថបទបងប្អូនមានច្រើនទំព័រហើយយើងភ្ញាក់រលឹកថាយើងវាយពាក្យណាមួយខុសហើយបាទដូច្នេះយើង scroll រកមិនឃើញមិនដឹងនៅទីតាំងណាបាទអញ្ចឹងគឺយើងអាចធ្វើតាមវិធីនឹងដែរបាទអញ្ចឹងគឺបងប្អូនអាចចូលនៅក្នុង editing នេះបងប្អូនអាចចូលនៅក្នុង replacement បាទបន្ទាប់មកបងប្អូនអាចចូលនៅក្នុង find បាទឧទាហរណ៍ពាក្យថាកដឹកចឹងទៅបាទឧទាហរណ៍ថាពាក្យហ្នឹងគឺយើង special អញ្ចឹងគឺយើងចុច find in បាទហើយបងប្អូនចូលយក main document មកបាទអញ្ចឹងបងប្អូនឃើញដែរនេះគឺ highlight ឲ្យយើងហើយបាទអញ្ចឹងយើងអាច find next ទៀតបាទបងប្អូនទៅទំព័រផ្សេងទៀតបាទបងប្អូនឃើញដែរឲ្យតែមានពាក្យកដឹកហ្នឹងអញ្ចឹងវានឹងនាំយើងទៅដល់ពាក្យហ្នឹងតែម្ដងប្រសិនបើយើងដឹងថាពាក្យហ្នឹង
ខុសហើយយើងអាចចូលមកនៅក្នុង refresh ហើយយើងធ្វើការជំនួសទៅបាទបន្ចៃដន្យអីឧទាហរណ៍ដែលខ្ញុំបង្ហាញបងប្អូននេះគឺត្រូវស្រាប់ហើយអញ្ចឹងឧបមាថាខែកដឹកបងប្អូនសរសេរផ្លិចជើងតអញ្ចឹងទៅបងប្អូន search មើលទៅប្រសិនណាជាបងប្អូនសរសេរនៅក្នុងនេះនៅក្នុងជើង search នេះអត់មានជើងតហើយវាបានបង្ហាញនៅក្នុងអត្ថបទអញ្ចឹងមានន័យថាក្នុងអត្ថបទយើងខុសហើយអញ្ចឹងគឺយើងត្រូវវាយត្រង់នេះមកជាមួយនឹងពាក្យកដឹកមានជើងតបាទចឹងការកែតម្រូវបាទឯកសារដោយលឿនបាទដែលមានកំហុសដដែលឬក៏ពាក្យដដែលច្រើនកន្លែងបាទដោយងាយស្រួលមិនចាំបាច់យើងបាទ scroll រកនៅក្នុងអត្ថបទបាទមានតែប៉ុណ្ណឹងបាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ